ជាសួរបងឬថាបងចង់ជួបខ្ញុំមិញបាទមកឃើញនេះទៅក៏ជួប បាទ ចង់សួរណាំបងតិច បាទបងហ្នឹងហើយ ដែលមានទស្សនៈល្អអញ្ចឹងខ្ញុំក៏ឃើញសួរថាមិនបកាត់សក់ថាកាត់ព្រីកាត់អីអញ្ចឹង បាទបង ហ្នឹងហើយចាប់អារម្មណ៍ក៏ខ្ញុំសុំធ្វើព័ត៌មានបងតិចតែប៉ុណ្្នឹងហើយខ្ញុំក៏បានសួរគាត់ទូដែរមិញ បាទរោងបាទ បាទនឹងពីដំណើរការដែលការអភិវឌ្ឍមកពីកន្លងមកអញ្ចឹងណា បាទបង គាត់ចង់ដឹងថាគាត់ធ្វើពីឆ្នាំ2020ផ្ដើមពី2020មកទល់ឥឡូវហ្នឹងបានប្រហែលចំនួនប៉ុន្មាននេះ 2020មកដល់ឥឡូវនេះយើងគិតចាប់ពីខែ3ពាក់តាខែ3យើងចាប់ដើមបើកហាងដំបូងណាបងបាទអញ្ចឹងយើងមកគិតមកដល់ពេលនេះយើងទទួលបានសិស្សចំនួន307នាក់ហើយ 307នាក់ បាទអញ្ចឹងក្នុងមួយខែយើងគិតម្ដងចំនួនសិស្សប្រមាណអញ្ចឹងណាបង បាទ ប៉ុន្តែការយើងបើកដំបូងក៏មិនសូវជាសិស្សបុកច្រើននៅដូចឥឡូវដែរតែទឹកតបុកថាយើងក្នុង2ឆ្នាំជាងនេះដល់ឥឡូវនេះគឺបុកច្រើនដោយសារយើងបានចុះកាក់អនុវត្តផ្ទាល់អញ្ចឹងណាបងដល់ពេល ខំខំខ្លាំងណា បាទដល់ពេលអញ្ចឹងទៅហើយសិស្សរបស់ខ្ញុំសិតតែតាមបណ្ដាខេត្តច្រើនបងក្នុងខេត្តបាត់ដំបងយើងក៏មានប៉ុន្តែតាមខេត្តក៏ច្រើនដែរ បាទ បាទហ្នឹងហើយអញ្ចឹងសិស្សមកតាមបណ្ដាខេត្តច្រើនខ្លះមកជួលបន្ទប់នៅបងបានសួរសិស្សពួកខ្ញុំទៅអ្នកខ្លះនិយាយទៅស្ទឹងគ្រប់ខេត្តដែរបងច្រើន ក្នុងការដែលបងមានទស្សនៈចង់បង្កើតជាកម្មវិធីការកាត់សក់នេះជូនជាប្រពបងមានគោលបំណងទៅចង់តាមនេះទស្សនៈយ៉ាងណា សម្រាប់របស់ខ្ញុំគឺវាជាគំរូមួយចែកម្លែកបងយើងចូលរួមជួយសង្គមបានមួយផ្នែកតូចមួយផងដែរទីមួយគឺយើងអត់យកថវិកាពីពួកគាត់ទេហើយខ្ញុំចុះកាត់តាមសាលាបងសកម្មភាពនេះខ្ញុំធ្វើរយៈពេល4ឆ្នាំកន្លះហើយមកដល់ពេលនេះបងអញ្ចឹងសកម្មភាពនេះគឺរាល់ថ្ងៃពីថ្ងៃច័ន្ទដល់សុក្រមិនមែនបងទឹកតែឃើញនឹងទេសកម្មភាពនេះរាល់ថ្ងៃហើយក្នុងកំឡុងពេលឱកាសបន់ជុំបិណ្ឌនេះក៏យើងចុះអត់ដែរខានដែរតាំងពីដាក់បិណ្ឌមកគឺយើងចុះតាមវត្តមូលហេតុហ្នឹងគឺតាមសាលាគិវាកងអញ្ចឹងខ្ញុំឲ្យពួកសិស្សរបស់ខ្ញុំគាត់តនេទេអញ្ចឹងយើងចុះមកតាមវត្តហើយក៏គាត់បានបបិសោតថ្មីគឺគាត់សបោចាស់កាត់បាទអញ្ចឹងក៏យើងកាខែបនក៏យើងបានធ្វើបនធ្វើទានអីចឹងណាបងបាទហើយបើតាមសាលាវិញគឺយើងអត់គិតថ្លៃហ្នឹងគឺយើងបានចូលរួមជួយសង្គមមួយផ្នែកតូចផងដែរគឺសិស្សអត់អស់លុយក្នុងការចំណាយលើការកាត់សក់ហើយខាងខ្ញុំក៏បានប្រយោជន៍គឺរៀនសំខាន់គឺរៀនឆាប់ចេះបាទគឺយើងផ្ដោតទៅលើការអនុវត្តបងហើយលោកគ្រូគាត់សប្បាយចិត្តដែលសិស្សបានសក់ខ្លីៗគាត់មិនហត់ដេញបងយល់ហើយពេលខ្លះលោកគ្រូក៏គាត់ពិបាកដេញដែរអ្នកខ្លះគ្រូសាស្ត្រខ្លះពិតជាអត់មែនហើយខ្ញុំចុះទៅតាមតាសាលាដែលជាទេយើងអត់ចុះនៅក្នុងក្រុងច្រើនទេយើងជាច្រើនចុះទៅជាអញ្ចឹងណាបងតាមជនបទបាទហ្នឹងតែសកម្មភាពហ្នឹងគឺរាល់ថ្ងៃពីថ្ងៃច័ន្ទដល់សុក្រអត់ទៅសារទេដែលយើងសម្រាប់បងហើយសិស្សមានទាំងប្រុសមានទាំងស្រីបាទជំនាញយើងមានច្រើននៅក្នុងហាងដែលយើងបរៀនហើយកន្លែងកាត់សក់ខ្ញុំក៏មាន2សាខាដែរនៅក្នុងខេត្តបាត់ដំបងណាបងបាទនឹងចាំខ្ញុំតនេខ្ញុំតម្លាក់រូបឲ្យបងចាំយក Telegram មានរូបជាច្រើនហើយលិខិតថ្លែងអំណរគុណលើកសាក៏ច្រើនដែរតាមសាលាដែលគាត់ផ្ដល់ជូនខាងក្រុមរបស់ខ្ញុំហើយផ្ដល់ជាឯកជនម្នាក់មួយទៀតគឺគាត់បានដាក់តាំងនៅហាងពេលដែលគាត់ចេញបើកអញ្ចឹងណាហើយខាងខ្ញុំពេលរៀនចប់ក៏យើងចេញវិញ្ញាបនបត្រជូនសិស្សម្នាក់នៅសាលាផងការងារនេះក៏ជួយសង្គមដែរបងគឺយើងបានជួយដល់បងប្អូនដែលខ្វះការងារយើងក៏បានបង្កើនឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរយើងដែរអញ្ចឹងបងប្អូនដែលមិនទាន់មានជំនាញច្បាស់លាស់អីគឺអាចមកសិក្សារៀនកាត់សក់បានពីហាងខ្ញុំណាបងបាទហើយមួយទៀតក៏ឥឡូវនេះក៏មានការប៉ះទង្គិចខ្មែរថៃហើយក៏បងប្អូនពលករគឺចុះមកច្រើនមករៀននៅហាងរបស់ខ្ញុំណាបងគឺមុនឱកាសបុណ្យជុំបិណ្ឌនេះឃើញកំណើនច្រើនដែរសម្រាប់បងប្អូនត្រូវការសម្ភារៈកាត់សក់គ្រប់ប្រភេទបាទហាងកាត់សក់ខ្ញុំបាទក៏មានលក់សម្ភារៈផងដែរ